អាវុធហត្ថរាជធានីភ្នំពេញគោរពជូនលោកនាយឧត្តមសេនីយ៍សៅសុខាឱកាសបញ្ចូលឆ្នាំប្រពៃណីជាតិខ្មែរនៅថ្ងៃទី10 ខែមេសា 2026 លោកឧត្តមសេនីយ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដឹកនាំមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញព្រមទាំងមេបញ្ជាការដ្ឋានមូលដ្ឋានអាវុធហត្ថខណ្ឌទាំង14ជំនួសរាជធានីចូលគោរពជូនពរលោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីអបអរសាទរបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះក្រុមហ៊ុន Maka សាងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697